តែយ៉ាងណាអ្វីដែលលោកមូនពេជ្រចែករំលែកមកនេះគឺបានបង្ហាញអំពីប្រធានកាកបាទក្រហមអន្តរជាតិគឺលោក Jacques Montagny នេះថាលោកសុំឲ្យលោកមូនពេជ្រហ្នឹងទៅមើលអ្វីដែលលោកបានធ្លាប់ថ្លែងការណ៍រួចទៅហើយកាលពីថ្ងៃទី10ខែតុលាឆ្នាំ2025ហ្នឹងដែលចង់និយាយអំពីកាកបាទក្រហមអន្តរជាតិហ្នឹងក៏គេបានដុតដៃដុតជើងយកចិត្តទុកដាក់ធានាយ៉ាងម៉េចដើម្បីឲ្យទាហានខ្មែរទាំង18នាក់ហ្នឹងគឺទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវពីអាជ្ញាធរថៃអានេះអ្វីដែលគាត់លើកឡើងនេះព្រោះអីកាកបាទក្រហមកម្ពុជាអន្តរជាតិនោះគឺបញ្ជាក់ថាអ្វីដែលកាកបាទក្រហមនេះធ្វើគឺពិតជាបានយកចិត្តទុកដាក់ដោយទី1គឺចុះទៅពិនិត្យមើលសុខភាពស្ថានភាពរស់នៅរបស់អ្នកឃុំជាប់ឃុំទាំង18នាក់ហ្នឹងហើយក៏បានជជែកទាំងពីរភាគីគឺទាំងថៃទាំងខ្មែរដោយថាជួបហើយគឺយើងក៏បានឃើញលោកម៉ុងតានីគឺហ្សឹកម៉ុងតានីហ្នឹងបានទៅប្រទេសកម្ពុជាជួបថ្នាក់ដឹកនាំស្រុកខ្មែរហ្នឹងក៏ញឹកញាប់ដែរតាមការពិតវាដោយអ្វីដែលលោកលើកឡើងនៅក្នុងលិខិតហ្នឹងហើយលោកបានបញ្ជាក់ថាមានការជជែកដោយសម្ងាត់ចង់និយាយថាការជជែករវាងប្រទេសដែលថាជួបភាគីទាំងសងខាងម្នាក់ហ្នឹងគឺសុទ្ធតែនិយាយកិច្ចការតាក់ទងនឹងរឿងស្ថានភាពរបស់ទាហានខ្មែរទាំង18នាក់គ្រាន់តែក្នុងលក្ខខណ្ឌមួយគឺរក្សាការសម្ងាត់ដែលមិនអាចនឹងនិយាយប្រាប់សាធារណជនបានអីហ្នឹងគឺពួកគាត់បានបញ្ជាក់ថាអ្វីដែលជជែកគឺតាក់ទងនឹងការរក្សាអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមស្មារតីនៃអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ1949ស្ដីអំពីការប្រព្រឹត្តចំពោះឆ្លើយសឹកអញ្ចឹងទៅដូច្នេះលោកម៉ុងតានីបញ្ជាក់ប្រាប់លោកមូនពេជ្រត្រឹមថាកាកបាទក្រហមអន្តរជាតិមិនប្រងើយកន្តើយទេគឺយកចិត្តទុកដាក់ហើយក៏ជួយដោះស្រាយបញ្ហានេះដោយឈរលើគោលការណ៍យុត្តិធម៌នៅកណ្ដាលអានេះអ្វីដែលកាកបាទក្រហមអន្តរជាតិបញ្ជាក់ថាពួកគេធ្វើបង្ហាញជំហរអព្យាក្រឹតដោយឯករាជ្យដោយមិនរងឥទ្ធិពលពីរដ្ឋាភិបាលថៃឬក៏ពីរដ្ឋាភិបាលកម្ពុជាទេហើយគាត់ថាលោកបានបញ្ជាក់ថាកាកបាទក្រហមអន្តរជាតិនឹងជាប្រចាំគឺបានដូចថាសម្របសម្រួលឲ្យមានការតាក់ទងគ្នារវាងគ្រួសាររបស់ទាហានដែលជាប់ឃុំនឹងបានសរសេរលិខិតឆ្លើយឆ្លងគ្នាសួរសុខទុក្ខគ្នាអីអញ្ចឹងតាមរយៈដែលអ្វីដែលជាយន្តការដែលមានស្រាប់ដែលអាចធ្វើទៅបានហើយគាត់ថាលោកបានបញ្ជាក់ថាលោកមិនមានសេរីភាពចង់និយាយថាមិនមានសិទ្ធិនៅក្នុងការបង្ហាញអំពីអ្វីដែលបានជជែកគ្នាជាមួយរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃដែលខាងកាកបាទក្រហមអន្តរជាតិនឹងបានជួបពិគ្រោះតាក់ទងនឹងរឿងទាហានទាំង18នាក់ទេដោយសារតែជាប់គោលការណ៍រក្សាការសម្ងាត់ហើយតាមក្រមឬក៏បទបញ្ញត្តិរបស់តុលាការអនុសញ្ញាអន្តរជាតិក្នុងការដោះស្រាយបញ្ហាច្បាប់អន្តរជាតិរឿងឃុំខ្លួនទាហានខ្មែរទាំង18នាក់នេះផងបាទខ្ញុំថាលិខិតដែលលោកJacques Montagnyតបមកលោកមូនពេជ្រនេះគឺចំណុចដែលល្អដែលខ្ញុំជម្រាបមិញទី1គឺជាការយកចិត្តទុកដាក់របស់ស្ថាប័នអន្តរជាតិនេះដែលពេលដែលប្រជាប្រដ្ឋខ្មែរដូចលោកមូនពេជ្រអីដែលបងប្អូនគ្រប់គ្រងគាត់ច្រើនអញ្ចឹងធ្វើឲ្យសម្លេងនេះវាមានឥទ្ធិពលដែលធ្វើឲ្យស្ថាប័នមួយនេះឆ្លើយតបបានយ៉ាងឆាប់រហ័សឬក៏លឿនហើយក៏យើងបានដឹងរឿងខ្លះហើយក៏យើងនៅបងប្អូនខ្មែរយើងនៅបន្តទៅទៀតក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយគឺយើងបានដឹងថាពីពួកគាត់ខិតខំយកចិត្តទុកដាក់បន្តធ្វើកិច្ចការងាររបស់ពួកគាត់ក្នុងនាមជាស្ថាប័នអព្យាក្រឹតអញ្ចឹងទៀតទៅប៉ុន្តែសួងអង្កលបានទាហានខ្មែរយើងទាំង18នាក់នឹងរួចខ្លួនត្រូវបានថៃដោះលែងមកវិញគឺអត់មានពួកអីកាកបាទក្រហមអន្តរជាតិនេះគឺគ្រាន់តែជួយសម្រួលឲ្យមានការប្រព្រឹត្តត្រឹមត្រូវដឹងថាអ្នកជាប់ឃុំនឹងនៅរស់នៅឡើយអីអញ្ចឹងទៅកុំឲ្យគេធ្វើបាបធ្វើទុកបុកម្នេញធ្វើម៉េចឲ្យថៃគោរពតាមបទច្បាប់អន្តរជាតិអីប៉ុន្តែឲ្យដាក់សម្ពាធដោះលែងអីយ៉ាងម៉េចគឺគាត់អត់និយាយអញ្ចឹងទៅអត់ដឹងថាតើគាត់ពិតជាដាក់សម្ពាធឲ្យថៃដោះលែងឬក៏យ៉ាងម៉េចយើងអត់ដឹងតែយ៉ាងណាខ្ញុំជឿថារឿងសម្ពាធនៅក្នុងការដោះលែងនេះមែនតែនបើទោះបីជាកាកបាទក្រហមអន្តរជាតិមួយនេះគិតថាវាមិនមែនដូចថា
ពួកគាត់ធ្វើទៅតាមតែច្បាប់អន្តរជាតិដែលចែងនៅក្នុងការដែលជួបមិនឲ្យថតរូបមិនឲ្យចែករំលែកពីព័ត៌មានជជែកនឹងក៏ដោយខ្ញុំជឿថានៅពេលដែលភាគីថៃរំលោភបំពានច្បាប់អន្តរជាតិយ៉ាងដូចថាច្បាស់កលែតអញ្ចឹងណាព្រោះចាប់ទាហានខ្មែរទាំង18នាក់ដោយខុសច្បាប់គ្មានច្បាប់ណាដែលអនុញ្ញាតឲ្យចាប់ទាហានក្រោយពេលមានបទឈប់បាញ់ទេអាហ្នឹងទី1គឺខុសច្បាប់ហើយទី2នៅពេលដែលចាប់យកទៅដាក់ឃុំនឹងហើយទៀតសោតក្រោយបទឈប់បាញ់ហ្នឹងរឹតតែខុសច្បាប់មួយទៀតគឺដោយសារតែអនុសញ្ញាក្រុងហ្សឺណែវហ្នឹងគឺបានកំណត់ថាតាពេលមានបទឈប់បាញ់គឺត្រូវតែដោះលែងអ្នកទោសឲ្យវិលមកជួបជុំគ្រួសារនិងមាតុប្រទេសរបស់ខ្លួនវិញដោយឥតលក្ខខណ្ឌហើយជាបន្ទាន់ទៅទៀតដូច្នេះរឿងពីរហ្នឹងហើយដែលរឿងថៃអូបន្លាយពេលវេលាយូរហើយយកពួកគាត់ធ្វើជាចំណាប់ខ្មាំងដែលមែនតើទៅគឺវាគួរឲ្យអាសូរមែនតើដែលថៃអាចធ្វើដូច្នេះបានហើយពុំមានស្ថាប័នអន្តរជាតិឬក៏អ្នកណាម្នាក់អាចដាក់សម្ពាធថៃដើម្បីឲ្យដោះលែងបានណាព្រោះឥឡូវដូចកាកបាទក្រហមអន្តរជាតិគឺគាត់បំពេញតួនាទីត្រឹមតែជាអាជ្ញាកណ្ដាលបានន័យថាអាជ្ញាកណ្ដាលគឺគាត់អត់កាន់ជើងខ្មែរអត់កាន់ជើងថៃប៉ុន្តែបើចំពោះខ្ញុំវិញបើគាត់អត់កាន់ជើងថៃឬក៏អត់កាន់ជើងខ្មែរក៏កាន់ជើងទាហានខ្មែរទាំង18នាក់ដែលគេឃុំខ្លួនដោយខុសច្បាប់ដែរហើយគាត់ត្រូវតែខ្នះខ្នែងរកយន្តការអន្តរជាតិយ៉ាងណាដើម្បីដាក់សម្ពាធថៃក្នុងនាមជាកាកបាទក្រហមអន្តរជាតិហ្នឹងមិនមែនថាធ្វើទៅលំអៀងមកកម្ពុជាឬក៏សង្កត់ដាក់បន្ទុកថៃប៉ុន្តែវាគួរតែលំអៀងទៅលើភាពយុត្តិធម៌ដើម្បីរកយុត្តិធម៌ឲ្យទាហានខ្មែរដល់អញ្ចឹងគាត់ត្រូវថាកុំឲ្យខ្លាចថៃនឹងចោទថាលំអៀងអីគឺយើងធ្វើទៅតាមតែគោលការណ៍យុត្តិធម៌ដាក់សម្ពាធអំពាវនាវយ៉ាងហោចណាស់ក៏ចេញសារថាឥឡូវនេះគឺការឃុំខ្លួននេះគឺខុសនីតិវិធីឥឡូវការកបាត់ក្រហមអន្តរជាតិនឹងហាក់បីដូចជាខំប្រឹងធ្វើឲ្យត្រូវតាមនីតិវិធីការកបាត់ក្រហមអន្តរជាតិនៅក្នុងការមើលការខុសត្រូវការដែលឃុំខ្លួនទាហានខ្មែរទាំង18នាក់ទៅតាមអ្វីដែលថៃគិតថាស្របច្បាប់ឯនោះទៅវិញនេះឥឡូវហ្នឹងអ្វីដែលការកបាត់ក្រហមអន្តរជាតិកំពុងតែធ្វើហ្នឹងគឺបានន័យថាដូចទទួលស្គាល់ថាទាហានខ្មែរដែលថៃចាប់ទៅហ្នឹងគឺស្របច្បាប់คล้ายទៅជាឆ្លើយសឹកហើយការកបាត់ក្រហមអន្តរជាតិត្រូវតែយកច្បាប់អនុសញ្ញាក្រុងអនុសញ្ញាក្រុងហ្សឺណែវហ្នឹងយកមកអនុវត្តដើម្បីឲ្យថៃគោរពតាមច្បាប់អន្តរជាតិស្មារតីនៃអនុសញ្ញានេះគឺបើចាប់ឆ្លើយសឹកទៅហើយគឺត្រូវអនុវត្តមើលថែទាំឆ្លើយសឹកឲ្យបានត្រឹមត្រូវឃើញថាការកបាត់ក្រហមអន្តរជាតិធ្វើអត់ខុសទេបើសិនជាជួយពិនិត្យមើលការអនុវត្តទៅតាមក្រិតក្រមនៃនីតិវិធីអនុសញ្ញានៅពេលដែលថៃចាប់ទាហានខ្មែរនេះដោយស្របច្បាប់នៅក្នុងសង្គ្រាមអាហ្នឹងអត់អីទេហើយអត់ទាន់បានដោះលែងឧទាហរណ៍ខ្ញុំនិយាយពីរឿងច្បាប់ណាការកបាត់ក្រហមអន្តរជាតិអាចធ្វើដូច្នេះបានមិនអាចនឹងដាក់សម្ពាធថៃទៅឲ្យគេដោះលែងបានអីអញ្ចឹងឧទាហរណ៍ព្រោះអីទាហានហ្នឹងគេចាប់ទៅដោយស្របច្បាប់ថាពងវាយគ្នាគ្រូងក្តាំងអញ្ចឹងទៅស្រាប់តែទាហានខ្មែរយើងហ្នឹងអត់ទាន់ផ្ទុះអាវុធទៅចូលទៅដល់ដីថៃដល់ណាដល់នៃក្រុងបាងកកចុះឧទាហរណ៍ហើយទៅស្រាប់តែគេពាត់ចាប់បានទៅយើងនៅក្នុងដីគេដោយខុសច្បាប់ហើយទៅពេលកំពុងមានការបាញ់សំណាងឲ្យគេមិនបាញ់សម្លាប់យើងគេទុកជីវិតយើងឲ្យគេចាប់យើងជាឆ្លើយសឹកអាហ្នឹងគឺយើងគោរពតាមច្បាប់អន្តរជាតិអនុសញ្ញានេះហើយគឺបើទាហានដាក់កាភ្លើងដាក់អីលើកទង់សនៅក្នុងដែនអធិបតេយ្យឬក៏នៅក្នុងកន្លែងដែលប្រជាមិត្តចាប់បានហ្នឹងគឺគេអត់ឲ្យសម្លាប់ទេគេឲ្យចាប់គាត់ដោយស្របច្បាប់ហើយធ្វើជាឆ្លើយសឹកដោយស្របច្បាប់ចឹងមានអនុសញ្ញាហ្នឹងការពារអញ្ចឹងដើម្បីការពារអាយុជីវិតទាហានដែលគ្នារបួសពិការឬក៏អ្វីនៅក្នុងសង្គ្រាមហើយមិនឲ្យប្រជាមិត្តមកបាញ់សម្លាប់ទេព្រោះអីច្បាប់អន្តរជាតិអនុសញ្ញាហ្នឹងគឺការពារអញ្ចឹងតែការពារតែនៅក្នុងន័យស្របច្បាប់ទេចាឥឡូវមានស្របច្បាប់អីទៀតថៃចាប់ទាហានខ្មែរទៅខុសច្បាប់តាំងពីដើមទីមកហើយហ្នឹងដូចខ្ញុំនិយាយថាខុសច្បាប់ហ្នឹងគឺដោយសារអីបាត់ឈប់បាញ់ចូលជាធរមាននៅរាត្រីថ្ងៃទី28ខែកក្កដាឆ្នាំ2025បានន័យថាឆ្លងចូលថ្ងៃទី29អញ្ចឹងប្រហែល 4-5 ម៉ោងក្រោយមកប្រហែលជាមិន 4-7-8 ម៉ោង8ព្រឹកអីហ្នឹងថ្ងៃទី29ហ្នឹងបាននៃរំលងអាត្រៀតនៃថ្ងៃទី28ព្រោះវាចូលឆ្លងថ្ងៃ29យប់ហ្នឹងបាត់ឈប់បាញ់ចូលជាធរមាន
មកចាប់ទាហានខ្មែរដោយខុសច្បាប់តើកន្លែងណាដែលបញ្ជាក់ថាកាកបាទក្រហមអន្តរជាតិនេះត្រូវតែសម្របតាមថៃហើយយល់ស្របឲ្យថៃប្រព្រឹត្តត្រឹមត្រូវទៅលើទាហានខ្មែរទៅតាមអនុសញ្ញាក្រុងហ្សឺណែវអំពីឆ្លើយសឹកនេះតាមពិតមិនមែនជាឆ្លើយសឹកទៀតទេទាហានខ្មែរ18នាក់សពថ្ងៃគឺជាចំណាប់ខ្មាំងបងប្អូនចែកឲ្យដាច់រវាងឆ្លើយសឹកនិងចំណាប់ខ្មាំងណាឆ្លើយសឹកបានន័យថាយើងចាប់បានទាហានដែលកំពុងតែប្រយុទ្ធគ្នាយ៉ាងសស្រាក់សស្រាំនៅក្នុងសឹកសង្គ្រាមហើយទៅគូសត្រូវឬក៏គូបាញ់ប្រហារគ្នានឹងចាប់បានទាហាននៃប្រជាមិត្តនឹងនៅក្នុងរូបភាពណាក៏ដោយហើយមិនសម្លាប់ទេសុកចិត្តយកមកអនុវត្តតាមច្បាប់អន្តរជាតិជាឆ្លើយសឹកហើយប្រព្រឹត្តទៅធម្មតាអញ្ចឹងតែពេលឈប់បាញ់គ្នាយើងដកកភ្លើងដកអីគាត់ឲ្យអស់ទៅហើយបញ្ជូនមកឲ្យប្រទេសដើមវិញថៃក៏ត្រូវធ្វើដូច្នេះកម្ពុជាក៏ត្រូវតែធ្វើដូច្នេះដែរហើយកម្ពុជាអត់ដែលមិនដែលធ្វើទេដូចនៅកាលបាញ់គ្នានៅប្រាសាទព្រះវិហារបងប្អូនប្រហែលជានៅចាំហើយនៅវត្តកែវសិក្ខាគិរីស្វារៈឬក៏អីហ្នឹងចាប់ទាហានថៃបានកម្ពុជាប្រគល់ឲ្យទៅថៃវិញអត់មានទៅចាប់ធ្វើទុកបុកម្នេញអីផងដូច្នេះយើងត្រូវបើនឹងថាថៃគួរតែមើលគំរូរបស់ខ្មែរដែរយើងដូចថាយើងព្រមសន្តោបងប្អូនយើងដូចថាយើងមើលគំរូរបស់កម្ពុជាដែលព្រមអនុវត្តគោលការណ៍ច្បាស់លាស់យើងអត់ដែលធ្វើបាបថៃផងហើយដល់ពេលថៃមកធ្វើអញ្ចឹងហើយប្រព្រឹត្តខុសទៀតអត់មានសង្គ្រាមចឹងនិយាយថាឈប់បាញ់បាត់ចប់ឥឡូវនេះម្ដងទៀតបងប្អូនចែកឲ្យដាច់រវាងទាហានដែលជាឆ្លើយសឹកនិងជាចំណាប់ខ្មាំងទាហានកម្ពុជាមិនមែនជាឆ្លើយសឹកទៀតទេថៃកំពុងតែកែកលៃដើម្បីឲ្យត្រូវតាមអ្វីដែលខ្លួនអាចឃុំខ្លួនទាហានខ្មែរឲ្យបានយូរតាមដែលខ្លួនធ្វើទៅបានប៉ុន្តែខុសនីតិវិធីតាំងពីដើមទីដូច្នេះទាហានខ្មែរសពថ្ងៃคล้ายទៅជាចំណាប់ខ្មាំងបានន័យថាថៃចាប់ទាហានខ្មែរដោយខុសច្បាប់អញ្ចឹងឆាអន្តរជាតិទាំងកាកបាទក្រហមអន្តរជាតិទាំងអង្គការស្ថាប័នណាក៏ដោយក៏ត្រូវតែជួយតស៊ូមតិរួមគ្នាដោយទាំងអង្គការសិទ្ធិមនុស្សដោយទាំងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីសិទ្ធិមនុស្សនៅកម្ពុជាហ្នឹងក៏សុទ្ធតែអាចមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការតវ៉ាទាមទារឲ្យថៃដោះលែងទាហានខ្មែរដែលចាប់ជាចំណាប់ខ្មាំងនេះឲ្យឆាប់តាមដែលអាចធ្វើទៅបានហើយត្រូវដាក់សម្ពាធថៃគ្រប់បែបយ៉ាងព្រោះអីមិនមែនជាឆ្លើយសឹកទេតែដល់ពេលនាំគ្នាបកស្រាយជាឆ្លើយសឹកបែបនេះធ្វើឲ្យយើងចាប់ផ្ដើមមានអារម្មណ៍ថាដូចជាអយុត្តិធម៌ពេកទេដឹងហើយសម្រាប់ប្រទេសកម្ពុជាយើងសម្រាប់ទាហានយើងទាំង18នាក់ហើយអ្វីដែលសំខាន់បំផុតមានរឿងមួយទៀតអញ្ចឹងកាកបាទក្រហមគាត់ចាក់ខ្សែគាត់ថាតាមអ្វីដែលគាត់ធ្វើបានគឺមានតែទួនាទីអភិក្រិតនឹងឯងធ្វើម៉េចធានាឲ្យទាហានខ្មែរយើងកុំឲ្យគេប្រព្រឹត្តប្រេះផ្ដាស់ខ្ញុំថានេះក៏ជារឿងល្អដែរសម្រាប់គុណធម៌និងភារកិច្ចករណីយកិច្ចរបស់កាកបាទក្រហមអន្តរជាតិក៏ពិតមែនក៏ប៉ុន្តែខ្ញុំគ្រាន់តែជម្រាបថាអាចធ្វើបានលើសហ្នឹងគឺដោយសារតែថៃចាប់ទាហានខ្មែរជាចំណាប់ខ្មាំងមិនមែនជាជនភាសឹកទេដោយសារតែខុសច្បាប់ហើយបើខុសច្បាប់អត់មានរឿងអីត្រូវយកអនុសញ្ញាក្រុងហ្សឺណែវមកអនុវត្តបានទៅតាមអ្វីថៃដែលចង់ឲ្យយើងប្រើប្រាស់តាមអ្វីដែលថៃចង់បាននឹងទេហើយអានេះក្រៅពីកាកបាទក្រហមអន្តរជាតិគឺនៅមានរឿងពីរទៀតដែលយើងអាចធ្វើបានគឺរដ្ឋាភិបាលម្ចាស់ផ្ទះខ្លួនឯងគឺរដ្ឋាភិបាលកម្ពុជាខ្លួនឯងហ្នឹងគឺត្រូវតែច្បាស់លាស់ហើយត្រូវតែតស៊ូមតិលើឆាកអន្តរជាតិបន្ថែមទៀតខ្ញុំឃើញពួកគាត់បានមានឋានៈដឹកនាំអីហៅថាជាឆ្លើយជាចំណាប់ខ្មាំងអីហ្នឹងត្រូវថៃតវ៉ាប៉ុន្តែនៅពេលដែលថៃតវ៉ាថាមិនមែនចំណាប់ខ្មាំងទេជាឆ្លើយសឹកឃើញថារដ្ឋាភិបាលកម្ពុជាហាក់បីដូចជាស្ងាត់មាត់ទៅវិញទៅគឺនៅដូចជាស្របតាមថៃដែរថាឆ្លើយសឹកក៏ឆ្លើយសឹកទៅហើយនៅតែទៀមទាឲ្យដោះលែងរបៀបទៅជាឆ្លើយសឹកចឹងណាសូមឲ្យគេប្រព្រឹត្តត្រឹមត្រូវអីហ្នឹងខ្លាចគេធ្វើបាបហ្នឹងចឹងសម្របទៅតាមគោលការណ៍ឆ្លើយសឹកហ្នឹងទៅប៉ុន្តែយើងអាចដាក់ប្តឹងថៃបានតកតងនឹងការដែលយកទាហានជាចំណាប់ខ្មាំងឥឡូវបាត់ឈប់បាញ់3ដងទៅហើយហ្នឹង
រឿងអីត្រូវទុកទៅហ៊ានខ្មែរទៀតអត់មានយកទៅហ៊ានខ្មែរជាចំណាប់ខ្មាំងថាទាល់តែដកសពាវុធអស់ពីព្រំដែនបានដោះលែងទៅហ៊ានខ្មែរអត់មានត្រូវតែដោះមីនអស់បានដោះលែងទៅហ៊ានខ្មែរអត់មានត្រូវតែសហការជាមួយនឹងការឆបោកអនឡាញបានត្រូវដោះលែងទៅហ៊ានខ្មែរអត់មានត្រូវបដិញប្រជាប្រដ្ឋចេញពីភូមិព្រៃច័ន្ទភូមិជោគជ័យហើយបានដោះលែងទៅហ៊ានខ្មែរអត់មានត្រូវតាក់ទងទាំងអស់ហ្នឹងទេព្រោះអីអ្វីដែលជាគោលការណ៍បើគោរពតាមច្បាប់អន្តរជាតិអនុសញ្ញាក្រុងហ្សឺណែវគឺចប់នៅពេលដែលមានបទឈប់បាញ់គឺត្រូវតែបញ្ជូនបើណែឯងហៅជាឆ្លើយសឹកអីក៏ឆ្លើយចាស់ក៏ប៉ុន្តែត្រូវតែបញ្ជូនមកវិញដែលអត់មានលក្ខខណ្ឌអីទាំងអស់ហើយនៅទុកបានហើយអញ្ចឹងបានថាកម្ពុជាក្នុងនាមជារដ្ឋាភិបាលគឺគួរតែដាក់ពាក្យប្តឹងជាអាចប្តឹងទៅតុលាការអន្តរជាតិក៏បានដែរ ICC ឲ្យគេដោះស្រាយតែម្ដងទៅព្រោះអីមើលទៅតាមការទូតហ្នឹងថៃទាញបានស្រេចចិត្តសូម្បីកាកបាទក្រហមអន្តរជាតិក៏លុះក្រោមឥទ្ធិពលរបស់ថៃដែរនៅក្នុងនេះខ្ញុំមិននិយាយថាគាត់លំអៀងប៉ុន្តែហាក់បីដូចជាគាត់បកស្រាយឲ្យរួចខ្លួនមួយត្រង់ថាគាត់ជាឆ្លើយសឹកទៅហើយអញ្ចឹងឆ្លើយសឹកគាត់តែដាក់សម្ពាធថៃឲ្យមើលយកចិត្តទុកដាក់ឆ្លើយសឹកបងប្អូនសពថ្ងៃហ្នឹងវាដូចជារឿងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនអញ្ចឹងបងប្អូននៅពេលដែលមនុស្សប្រើគ្រឿងញៀនច្រើនពេកគ្រឿងញៀនការប្រើប្រាស់ការអីហ្នឹងគឺខ្សែបគ្រឿងញៀនគឺជាអំពើខុសច្បាប់ហើយដល់ពេលយើងអាចបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀននឹងបានហើយឃើញគាត់ប្រើសារ៉ាំងចាក់ដូចថាបញ្ចូលតាមសរសៃហ្នឹងគឺសារ៉ាំងមួយចាក់គ្នា 4-5 នាក់អីអញ្ចឹងទៅហើយយើងមិនអាចហាមគាត់មិនអាចចាប់គាត់ដាក់ទៅអប់រំឬដាក់ពន្ធនាគារអីបានវាច្រើនពេកអញ្ចឹងទៅវាទៅជារឿងចែកសារ៉ាំងឲ្យបានច្រើនទៅឲ្យគាត់ប្រើទៅប៉ុន្តែកុំឲ្យប្រើខ្វះអនាម័យឆ្លងរោគអីអញ្ចឹងទៅវិញណាបងប្អូននៃវិធីហ្នឹងវាទៅជាអញ្ចឹងទៅតាមពិតអាការប្រើប្រាស់ខ្សែគ្រឿងញៀនហ្នឹងជាអំពើខុសច្បាប់ហើយដែលត្រូវតែអាជ្ញាធរចាប់ធ្វើច្បាប់អីដើម្បីកំណត់ថាអាហ្នឹងគឺជាអំពើខុសច្បាប់ហើយត្រូវតែចាប់ដាក់ពន្ធនាគារដើម្បីទប់ស្កាត់អីអញ្ចឹងប៉ុន្តែដល់ពេលទប់ស្កាត់អត់បានវិធីសាស្ត្រវាបែរទៅជានាំគ្នាចែកសារ៉ាំងដើម្បីឲ្យបន្តប្រើទៅគ្រាន់តែដូចថាកុំឲ្យឆ្លងរោគឥឡូវដូចគ្នានឹងរឿងទាហានខ្មែរយើងអញ្ចឹងអារឿងខុសច្បាប់ទាំងស្រុងគេលែងនិយាយគេនិយាយពីរឿងធ្វើម៉េចបើគាត់ជាប់ឃុំហើយសុំឲ្យប្រព្រឹត្តទៅគាត់ឲ្យបានត្រឹមត្រូវល្អអស់ហើយខ្ញុំយល់ថាសំណាងហើយនិយាយទៅបើសិនមានការមើលការខុសត្រូវពីអន្តរជាតិប៉ុន្តែយើងត្រូវបន្តធ្វើកិច្ចការប្តឹងទៅគេផងដើម្បីអញ្ចឹងពួកគាត់នឹងរងគ្រោះអយុត្តិធម៌2 ដងនោះទី1គឺគេដាក់ឈ្មោះគាត់ជាអ្នកទោសសង្គ្រាមឬឆ្លើយសឹកដោយអត់ត្រឹមត្រូវព្រោះគាត់អត់បានប្រយុទ្ធគ្នានៅក្នុងពេលដែលពងបាញ់គ្នាហ្នឹងគាត់បាញ់មែនហើយក៏ប៉ុន្តែដល់ឈប់បាញ់ហ្នឹងហើយមកចាប់ពេលឈប់បាញ់នៅក្នុងត្រង់សេអីចឹងវាអត់យុត្តិធម៌សោះហើយចឹងបរដ្ឋាភិបាលអត់បានដាក់ប្តឹងភារកិច្ចកម្ពុជាយើងទៀតហើយប្រជាពលរដ្ឋយើងទៀតហើយចាំមើលចឹងគេជេរយើងទៀតប្រជាពលរដ្ឋទាំងអស់ខ្មែរយើងដែលស្រឡាញ់ទាហានយើងទាំង18នាក់មិនមែនស្រឡាញ់តែទាហានទេបងប្អូនស្រឡាញ់យុត្តិធម៌ស្រឡាញ់អធិបតេយ្យសេចក្តីថ្លៃថ្នូររបស់ស្ថាប័នក្រសួងការពារជាតិយើងយោធាការពារទឹកដីយើងធ្វើពលិកម្មដើម្បីជាតិយើងណាបងប្អូនគាត់សុខចិត្តស្លាប់ខ្លួនដើម្បីជាតិបបផែតជាតិតែយើងបានធ្វើអីគេខ្លះសម្រាប់ពួកគាត់ទៅហើយអញ្ចឹងហើយបានថាយើងបានធ្វើច្រើនដែរហើយយើងខំប្រឹងប្រែងបាតកម្មអីដាក់ញត្តិដាក់អីជាញឹកញយយើងកុំបានតែបានដាក់ញត្តិបាតកម្មដើម្បីទាមទារការដោះលែងហ្នឹងក៏មិនមានការយកចិត្តទុកដាក់បានខ្លះដែរប៉ុន្តែអត់ទាន់គ្រប់ទេបងប្អូនបន្តធ្វើទៀតហើយខ្ញុំលើកទឹកចិត្តមួយគឺអហិង្សាដោយសន្តិវិធីប្រើប្រាស់សិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងរដ្ឋធម្មនុញ្ញនៅសហរដ្ឋអាមេរិកឬក៏ប្រទេសផ្សេងទៀតតវ៉ាឲ្យដល់ទីបញ្ចប់ដើម្បីឲ្យដោះលែងទាហានខ្មែរទាំង18នាក់នេះឲ្យឆាប់តាមដែលអាចធ្វើទៅបានហើយគ្មានលក្ខខណ្ឌអីទាំងអស់អត់មានលក្ខខណ្ឌទេបងប្អូនមិនត្រឹមតែអត់លក្ខខណ្ឌទេណាថៃត្រូវទទួលទណ្ឌកម្មនឹងទោសសម្រាប់ការប្រព្រឹត្តផ្ដេសផ្ដាស់ខុសច្បាប់អន្តរជាតិនឹងទៀតផងសងសំណងភាពឈឺចាប់ដល់ទាហានខ្មែរយើងទាំង18នាក់នឹងទៀតផងអត់មានរួចខ្លួនទេអញ្ចឹងហើយបានថាបងប្អូនខ្មែរយើងនៅគ្រប់ទិសទីបើមានស្ថានទូតថៃនៅណាហ្នឹងណាយ៉ាងហោចណាស់ក៏លើកបដាតវ៉ាទៅឲ្យអន្តរជាតិគេបានដឹងឮតទៅទៀតកុំសម្រាកដៃបងប្អូនណាភ្លៀងរលឹមខ្ញុំនិយាយនេះមិនមែនជាការញុះញង់ទេ
ហើយមិនមែនជាការនាំភ្លើងនាំអាតឲ្យបងប្អូនធ្វើបាតកម្មធ្វើអីទេព្រោះខ្ញុំមិនមែនជាអ្នកនយោបាយដើម្បីចំណេញសម្លេងគ្រប់គ្រង like and share អីទេអត់ទេខ្ញុំនិយាយអំពីសច្ចធម៌យុត្តិធម៌សម្រាប់បងប្អូនយើងហើយបរដ្ឋាភិបាលកម្ពុជាធ្វើអស់ពីលទ្ធភាពទៅហើយគេអត់បានដោះលែងតើបងប្អូនប្រជាពលរដ្ឋទាំង17លានអ្នកយើងនៅធ្វើអីទៀតនៅស្ងៀមអីទៀតយើងត្រូវក្រោកឡើងតវ៉ាលទ្ធភាពដែលអាចធ្វើបានគ្រប់ទិសទីយើងមើលថៃគេមកតវ៉ាមុខស្ថានទូតយើងយករូបមេដឹកនាំយើងយកមកជន់ឈ្លីយើងកុំទៅធ្វើដូច្នេះដូចគេអីយើងលើកបដាអញ្ចឹងទៅទាហានខ្មែរទាំង18នាក់ថៃចាប់ជាឆ្លើយសឹកហ្នឹងគឺថាថៃចាប់ជាចំណាប់ខ្មាំងសារគឺថៃចាប់ទាហានខ្មែរជាចំណាប់ខ្មាំងដោយខុសច្បាប់តាំងពីថ្ងៃទី29ខែកក្កដាត្រូវដោះលែងជាបន្ទាន់ដោយឥតលក្ខខណ្ឌអត់មានវែងឆ្ងាយលឹះហ្នឹងទេអត់មានលេសអីទាំងអស់អត់មានលេសទៅស្រួលអីទៀតទេគឺបានន័យថាយើងត្រូវតែថៃចាប់សកម្មជនរដ្ឋាភិបាលខ្មែរទាំង18នាក់ធ្វើជាចំណាប់ខ្មាំងបានន័យថាដូរជាមួយនឹងលក្ខខណ្ឌអីផ្សេងយើងអត់ឲ្យពួកគាត់ខ្លាចជាចំណាប់ខ្មាំងទេព្រោះគាត់ពលីកម្មច្រើនណាស់ធ្វើដូចថាបូជាសឹងថាលះបង់គ្រប់យ៉ាងហើយដើម្បីប្រទេសជាតិដូច្នេះយើងទាំងអស់គ្នានៅមានការលះបង់អញ្ចឹងហើយបានថាបងប្អូននាំគ្នាអង្គាសលុយអីទៅធ្វើសាលារៀនធ្វើអីនៅស្រុកខ្មែរដែលថៃប្លង់ដាក់ធ្វើចោះខ្ញុំលើកទឹកចិត្តបន្តធ្វើទៀតប៉ុន្តែបងប្អូនត្រូវសម្រួចធ្វើម៉េចឲ្យទាហានយើងទាំង18នាក់មកផ្ទះសិនណាយើងសម្រុកអញ្ចឹងយកយុទ្ធនាការតវ៉ាឲ្យដោះលែងទាហានខ្មែរយើងទាំង18នាក់ឲ្យនៅលើគេនៃតារាងនៅតារាងយើងហ្នឹងគឺយើងឲ្យចាំគិតពីរឿងអង្គាសលុយអង្គាសអីផ្សេងទៀតជីវិតរបស់ទាហានយើងសំខាន់ណាស់សាលារៀនសាលាអីហ្នឹងគឺជួសជុលពេលណាក៏បានដែរបងប្អូនមិនបង្អាក់បន្ទុចដំណើរដែលបងប្អូនចង់ធ្វើទៀតចោះប៉ុន្តែសូមឲ្យរាល់ពេលដែលចាប់ផ្ដើមពិធីធ្វើការរៃអង្គាសថវិកាដែលនិយាយពីថៃឈ្លានពានហ្នឹងគឺយកទាហានខ្មែរទាំង18នាក់ជាថាថៃយកជាចំណាប់ខ្មាំងត្រូវតែដោះលែងជាដាច់ខាតឲ្យតស៊ូមតិបែបនេះអាហ្នឹងបានយើងទូងស្គរអញ្ចឹងទេបើអញ្ចឹងទេថៃនៅតែយកជាចំណាប់ខ្មាំងដោះដូរគ្រប់រឿងព្រំដែនរឿងអីមកកណក៏ដឹកទៀតយើងកុំឲ្យថៃធ្វើដូច្នេះបានប្រព្រឹត្តខុសសោះឲ្យរួចខ្លួនណាបងប្អូនបាទខ្ញុំឆ្លេះរឿងនេះប៉ុណ្ណេះហើយខ្ញុំចូលដល់ព័ត៌មានបន្តទៅទៀតគឺតកតងនឹងតុលាការបដិសេធសំណើលើកទី2សូមដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់ខ្ញុំមិនជាភ្ញាក់ផ្អើលអីហ្មងទេរឿងតុលាការកម្ពុជានីតិវិធីគាត់នឹងធ្វើឲ្យតែគ្រប់កិច្ចទេព្រោះអីទៅសុំ100ដងទៀតក៏ដូចទៅសុំភ្លើងយ៉ាក់ដែរព្រោះអីសកម្មជនបរិស្ថានធម្មជាតិមេដាធម្មជាតិទាំងអស់ហ្នឹងគឺជាសម្រាមនៅក្នុងកែវភ្នែករបស់អាជ្ញាធរកម្ពុជាមិនមែនជាទ្របទេពួកគេចាត់ទុកថាដូចជាសម្រាមហ្នឹងនៅក្នុងន័យថាហេតុអីបានជាយើងទៅហ៊ាននិយាយពីរឿងកោះកុងថ្មីឬក៏តតៃទំនប់វារីអគិសនីការកាយខ្សាច់រ៉ែមាសកាប់បំផ្លាញព្រៃឈើលុបបឹងតមោកឬក៏ធ្វើអីផ្ដេសផ្ដាស់សពបែបយ៉ាងតាក់ទងនឹងរឿងបរិស្ថានរឿងអីហ្នឹងគឺរឿងដែលប្រជាពលរដ្ឋមិនចង់ស្ដាប់ទេមិនមែនមិនចង់ស្ដាប់ទេគឺរឿងប្រជាពលរដ្ឋដឹងហើយមិនចង់ឲ្យមានការកែប្រែឲ្យរដ្ឋាភិបាលធ្វើមិនបានហើយដល់ពេលអញ្ចឹងយើងនាំគ្នាទៅកកកកាយរឿងហ្នឹងគឺរដ្ឋាភិបាលគិតថាយើងជាសម្រាមនៅក្នុងកាយភ្នែករបស់គេចង់បានឲ្យមានមនុស្សណាដែលអាចនឹងធ្វើការជាមួយគេបានណាក្នុងន័យចឹងចេះទៅធ្វើការជាមួយអាជ្ញាធរទៅគេផ្ដល់ការពារឬធានាអីចឹងទៅយើងទៅមើលព្រៃឈើកន្លែងនេះកន្លែងនោះអីចឹងទៅអាហ្នឹងគេចង់បានអញ្ចឹងមិនមែនបានយើងធ្វើឯករាជ្យម្នាក់ឯងអញ្ចឹងទៅយើងចង់និយាយអីក៏ស្រេចចិត្តដែររដ្ឋាភិបាលចង់បានឲ្យយើងនិយាយឬធ្វើតាមអ្វីដែលរដ្ឋាភិបាលចង់ឲ្យធ្វើច្រើនជាងព្រោះអីតែយើងទៅប៉ាត់ណាប៉ាត់នៃអំពើអសកម្មនៅក្នុងសង្គមច្រើនពេករដ្ឋាភិបាលដោះស្រាយអត់បានវាធ្វើឲ្យប្រជាពលរដ្ឋថ្នាក់នឹងរដ្ឋាភិបាលអញ្ចឹងហើយបានជាគេត្រូវតែបិទមាត់បែបនេះហើយព្រោះធម្មតាបើរដ្ឋាភិបាលគាត់ធ្វើត្រូវគាត់អត់បិទមាត់សកម្មជន 4-5 នាក់ហ្នឹងទេគាត់ប្រឡែងឲ្យជួយព្រោះអីអត់បានប្រាក់ខែពីរដ្ឋាភិបាលផងហ្នឹងវាអត់មែនជាបន្ទុកសោះវាទៅជាទ្របប៉ុន្តែពួកគាត់ចាត់ទុកថាជាបន្ទុកហើយទៅជាបញ្ហាទៅវិញជួលមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់បរិស្ថានអស់ក្រសួងមន្ទីរហ្នឹងតើអស់ប្រាក់
បងពុនរបស់ប្រជាពលរដ្ឋប្រមាណទៅដើម្បីឲ្យអស់លោកធ្វើការហើយចុះបើពួកខាងក្រមយុវជនក្រមអីសកម្មអត់អស់លុយមួយរៀលសោះហើយទៅជួយការងារបានច្រើនយើងមិនចំណេញប៉ុន្តែយើងមើលមិនខ្ញុំថាប្រជាពលរដ្ឋខ្មែរយល់ផ្សេងរដ្ឋាភិបាលយល់ផ្សឹង